nơi trong mê riêng những lực lượng phải chul bẩn to thì chỉ là lực lượng nơi tại phi dương bẩn chul đấy cana bẩn chul ở nâng chọc ôn chul chụp bát ôn phía sau lên môi lên vào bà thì này lên bà ôn lên ngon hai ôn thu trâu rồi xe trâu đi gì trâu đấy lực lượng dịch cầm đòi một món thà không cách riêng phía sau lên môi lực trong oi ôn che con môi chào chào che cái lực phía dương bẩn chul chia phía sau mai sân à riêng gì ông lý vì nghi thế vì nghiយ៉ាងម៉េចវាងាយត្រង់ថាចេះពាក្យច្រើននិយាយបានច្រើនអញ្ចឹងដើម្បីឲ្យចេះពាក្យច្រើនហើយនិយាយបានច្រើននោះគឺតតែបងប្អូនកូនក្មួយនិងចៅព្រះសង្ឃបដិជគុណព្រះសង្ឃគ្រប់ព្រះអង្គនិមន្តអានអក្សរដែលគេមានសរសេរឲ្យយើងអាននៅគ្រប់ទំព័រទាំងអស់ណាអានទៅស្អីក៏ដោយកុំគិតថាអេតតែមេរៀនគ្រូឲ្យរៀនបាញ់រៀនអត់ទេអានទៅដើម្បីឲ្យដឹងផងណាឧទាហរណ៍ឥឡូវគេដាក់ចេះគេទៅសេលឺឲ្យគេដាក់ថា read and listen យើងត្រូវអូអាហ្នឹងគេប្រែថាម៉េច read and listen គេបញ្ជាឲ្យយើងឯងគេបញ្ជាយើងធ្វើហើយ read and listen ហើយបន្ទាប់មកយើងមើលទៀត complete the line about Andrew ហើយ practice them with a partner ពាក្យទាំងអស់ហ្នឹងដដែលអញ្ចឹងការដែលយើងអានពាក្យដដែលរួចហើយគឺពាក្យនឹងត្រូវតែនៅចងចាំក្នុង memory របស់យើងហើយយើងក៏កើតចេញនិងចេះចងចាំពីអាពួកហ្នឹងដែរណានៅពេលដែលយើងស្ដាប់វាអានធ្វើហើយយើងដឹងថាអូគេណែនាំឲ្យខ្ញុំធ្វើអានេះទៅនេះណាឲ្យបំពេញអានេះទៅនេះអាហ្នឹងដល់យើងយល់អាហ្នឹងទៅយើងធ្វើអានេះកើតហើយយើងមើលពីការណែនាំគេមកយើងយល់ពីអត្ថន័យនៃការណែនាំយើងធ្វើអានេះកើតបានយើងធ្វើអានេះកើតបានយើងយល់ហើយណាតែយើងយល់បានយើងចង់ចេះនិយាយអង់គ្លេសលឿនគ្រូថាអត់បាច់ចាំចេះចង់និយាយលឿនទេបាច់ចង់ចេះនិយាយលឿនគឺ complete អាន complete អានបើកាលណាអានគឺយើងចេះចងចាំបានច្រើនបំផុតព្រោះពាក្យថ្មីកើតនៅក្នុងហ្នឹងណាពាក្យថ្មីកើតនៅក្នុងហ្នឹងអញ្ចឹងលោកគ្រូមានតែកំណត់ដូចផ្ដើមណែនាំបងប្អូនកូនក្មួយនិងចៅប៉ុណ្ណឹងហើយបើសិនជាធ្វើតាមការណែនាំលោកគ្រូបាននៅក្នុងសៀវភៅនេះអ្នកទាំងអស់គ្នារៀនដល់មេរៀនណាចេះមេរៀនហ្នឹងមោទនភាពដឹងថាខ្លួនឯងចេះអង់គ្លេសជាមួយនឹងលោកគ្រូឬក៏ចេះ